សួស្តីអ្នកគ្នាខ្ញុំណានហើយថ្ងៃនេះដែរគឺខ្ញុំចង់និយាយពីអឺការប្រឡងបន្ទប់ហើយសម្រាប់អ្នកគ្នាគឺសល់រយៈពេលតែ2ខែទៀតប៉ុណ្ណោះហើយបាក់ឌុបគឺកាន់តែគៀកមែនទែនហើយអញ្ចឹងបើសិនតាអ្នកគ្នាអត់ទាន់ចេះរឿងនៅក្នុងអក្សរសាស្ត្រខ្មែរខ្ញុំមានតិចនិចខ្លះទៅចែករំលែកទៅកាន់អ្នកគ្នាហើយនៅក្នុងអក្សរសិល្ប៍ខ្មែរគឺយើងតែងតែមាននេះអ្នកគ្នាតែងតែអត់ដឹងថាធ្វើម៉េចបានចាំអ្នកគ្នាអញ្ចឹងគឺខ្ញុំមាននេះខ្លះកាលខ្ញុំទី12គឺខ្ញុំតាមបទពិសោធន៍ខ្ញុំគឺខ្ញុំកាលនេះដែរគឺខ្ញុំអត់តែពេលម៉ោងណាដែលខ្ញុំរៀនអត់ចូលនៅពេលយប់ខ្ញុំរៀនអត់ចូលគឺខ្ញុំតែងតែបើកនៅក្នុង channel មួយដែលខ្ញុំតែងតែបើកស្ដាប់ជាប្រចាំហើយសង្ខេប channel ហ្នឹងគឺសង្ខេបរឿងមានតង់ពន្យល់ក្នុងការតែងសំណេរឬមួយក៏អាចស្ដាប់ជារឿងពេញក៏បានមួយក៏យើងស្ដាប់ជាសង្ខេបតែសម្រាប់ខ្ញុំគឺកាលហ្នឹងគឺខ្ញុំអត់បានស្ដាប់ជារឿងទេខ្លះណាគឺខ្ញុំស្ដាប់ជារឿងដែរប៉ុន្តែខ្ញុំពន្រណាគឺខ្ញុំស្ដាប់តែសង្ខេបទេហើយនឹងមើលការតែងសំណេរហើយ channel មួយហ្នឹងគឺមានឈ្មោះថាខ្មែរ writing ដែលខ្ញុំតែងតែមើលគិតហើយកាលហ្នឹងគឺខ្ញុំខ្មែរគឺខ្ញុំបានអន្តេសេអ្នកគ្នាខ្ញុំគិតថាខ្ញុំអាចយកខ្មែរបានទេសេទេអ្នកគ្នាគឺថាខ្ញុំអត់សូវពូកែខ្មែរទេគឺប្រឡងគឺអត់សូវជឿបានទេបានតែជឿទេអ្នកគ្នាខ្មែរខ្ញុំគិតថាខ្ញុំបានខ្មែរសេទេអ្នកគ្នាហើយអ្នកគ្នាភាសានេះចង់និយាយគឺអ្នកគ្នាអាចស្ដាប់អ្នកគ្នាអាចស្ដាប់សិនអ្នកគ្នាអាចស្ដាប់ហើយអ្នកគ្នានៅពេលដែលយើងចូលទៅរៀនឬក៏នៅក្នុងថ្នាក់អីយើងអាចសួរមិត្តភ័ក្តិយើងឲ្យមិត្តភ័ក្តិរបស់យើងអានឬក៏យើងនិយាយឲ្យមិត្តភ័ក្តិរបស់យើងស្ដាប់ក៏បានតាមដែលយើងស្ដាប់ចាំហើយយើងយកយើងអាចគិតថាអូកន្លែងណាដែលគិតថាវាសំខាន់ដូចជារឿងក្នុងកលាប Island អញ្ចឹងគឺអ្នកគ្នាចាំបានកន្លែងឧទាហរណ៍ចាំបានកន្លែងចូលមកប្លន់កន្លែងក្នុងព្រៃអញ្ចឹងកន្លែងហ្នឹងគឺយើងចាំកន្លែងនេះយើងអាចញែកពីកន្លែងហ្នឹងមកវាទៅអាចថាកន្លែងចូលលួចប្លន់ចូលលុបផ្ទះលុបរតនសម្បត្តិអីចឹងទៅហើយញែកពីគុណសម្បត្តិរបស់ចៅចិត្រមួយក៏ជាមនុស្សតស៊ូមួយក៏ជាមនុស្សដែលមានចំណេះដឹងមានចំណេះជំនាញខ្ពស់ចេះតស៊ូអត់ធ្មត់អីចឹងទៅហ្នឹងគឺយើងអាចតែយើងយើងចាំមកកន្លែងណាបានយើងអាចតែញ៉ៃឲ្យមិត្តភក្តិយើងស្ដាប់ក៏បានដែរអញ្ចឹងគឺនេះគឺអាចថាយើងចាំមួយបែបទៀតហើយវាស្នើគ្នាមានចម្ងល់អីទៀតអាចសួរនៅក្នុងវីដេអូនេះគឺថាវីដេអូខ្ញុំគឺមិនមាន professional អីទេគឺសម្រាប់អ្នកគ្នាចែករំលែកដែលខ្ញុំបានធ្វើកាលពីទី12ហើយវីដេអូនេះគឺអត់មានអីច្រើនទេគឺមានតែប៉ុណ្្នឹងហើយយើងនឹងជួបគ្នានៅវីដេអូក្រោយបើសិនអ្នកចង់បានវីដេអូកុំភ្លេចជួយ Subscribe ហើយនឹងដាក់សញ្ញាកណ្ដឹងនេះមួយផងដើម្បីបានវីដេអូការត្រៀមប្រឡងអត់នៅវីដេអូក្រោយទៀតអរគុណ